ចង់ដឹងឯថាធ្វើម៉េចដើម្បីបាន oyster ដែលធំហើយស្រស់បែបនេះញ៉ាំដោយមិនបាច់ចំណាយលុយនៅក្នុងការទិញចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំប្រាប់ដើម្បីកុំឲ្យចំណាយលុយនៅក្នុងការទិញគឺយើងមានតែទៅរកខ្លួនឯងហើយដើម្បីដឹងថាពេលដែលទៅរកខ្លួនឯងហ្នឹងវាស្រួលឬក៏លំបាកវេទនាយ៉ាងម៉េចតោះតាមដានវីដេអូទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាផ្លូវដែលខ្ញុំត្រូវជិះទៅរក oyster នឹងបងប្អូនទាំងអស់គ្នាហើយខ្ញុំជិះបានប្រហែលជា5នាទីក៏ជួបជាមួយនឹងពូអ្នកលក់តប៉ែហើយនឹងលក់ពោតទឹកកបោអីអញ្ចឹងខ្ញុំក៏បាននាំគ្នាខ្ចប់ម្នាក់មួយមុខដើម្បីយកទៅញ៉ាំខ្ញុំចង់ប្រាប់ថាចាoyster ហ្នឹងគឺខ្ញុំអត់អស់លុយនៅក្នុងការទិញមែនប៉ុន្តែខ្ញុំបានចំណាយលុយទៅលើការទិញរបស់ញ៉ាំក៏ដូចជាចាក់សាំងហ្នឹងគឺវាអស់ថ្លៃលើ oyster នឹងទៅទៀតបងប្អូនប៉ុន្តែដោយសារតាថ្ងៃនេះខ្ញុំជាមួយម៉ាក់ប៉ាខ្ញុំក៏បងប្អូនខ្ញុំទំនេរក៏នាំគ្នាទៅរមើលអញ្ចឹងទៅហើយនេះគឺជាទស្សនវិជ្ជាផ្លូវទាំងមូលដែលពួកខ្ញុំជិះទៅរក oyster ហ្នឹងគឺវាមានស្ថានភាពផ្លូវគឺរៀងលំបាកជិះបន្តិចពីព្រោះថាវាមិនមែនជាផ្លូវដែលកស៊ូឬក៏ផ្លូវលំដែលស្អាតទេវាគឺជាផ្លូវចាស់ដែលមានតាំងពីយូរមកហើយក៏ស្ថានភាពផ្លូវវារៀងល្អិលអីអញ្ចឹងទៅប៉ុន្តែបងប្អូនទាំងអស់គ្នាខ្ញុំនិយាយវារឿង view វិញគឺចង់និយាយថាគឺស្អាតខ្លាំងមែនតើទេសភាពគឺស្រស់ស្រាយខ្លាំងមែនតើខ្ញុំមិននឹកស្មានថានៅតាមផ្លូវហ្នឹងគឺវាមានទេសភាពស្រស់ស្អាតបែបហ្នឹងទេខ្ញុំហ៊ាននិយាយថាបើសិនជាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាធុញថប់ឬក៏ stress អីគឺខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាជិះម៉ូតូតាមផ្លូវហ្នឹងហ្មងទោះបីជាស្ថានភាពផ្លូវមិនស្អាតពិតមែនប៉ុន្តែបរិយាកាសនៅជុំវិញហ្នឹងគឺស្រស់ស្រាយខ្លាំងមែនតើហ្មងសម័យមើលបើយើងភ្ញាក់មកពីព្រឹកហើយយើងជិះទៅតាមផ្លូវដែលមានបរិយាកាសបែបហ្នឹងតាខួរក្បាលយើងវាស្រស់បំប្រងខ្លាំងបែបណាចាសម្រាប់ខ្ញុំវិញគឺស្រស់បំពងក៏ស្រស់បំប្រងគឺភ័យក៏ភ័យដែរពីព្រោះថាខ្ញុំបានដួលម្ដងដែរពីព្រោះថាវាល្អិលផ្លូវហ្នឹងអាឡ័យតើមើល view អាឡ័យតើ enjoy មានអី proof បងប្អូនទាំងអស់គ្នាចាប៉ុន្តែខ្ញុំអត់បានថតសកម្មភាពពេលដែលខ្ញុំដួលនោះទេពីព្រោះពេលដែលដួលនោះអត់កាន់ទូរស័ព្ទទេបងប្អូនបន្ទាប់ពីដួលរួចរាល់មកយើងក៏ជិះបន្តមកទៀតចាក៏ជួបកន្លែងផ្លូវមួយដែលមានឧបសគ្គម្ដងទៀតគឺស្ពានកន្លែងនឹងវាបាក់អញ្ចឹងខ្ញុំចោះពីព្រោះបើខ្ញុំជិះម៉ូតូនឹងអត់ទៅមុខទេចាអញ្ចឹងបន្ទាប់ពីស្ពានបាក់ហើយចាគឺមានជាកន្លែងទឹកអូវាហូរដាច់ហើយនឹងមានឧបសគ្គច្រើនកន្លែងទៀតទំរាំតាបានទៅរក oyster នឹងគឺនាងខ្ញុំរៀងទក់សាច់ដែរហ្នឹងចាទោះបីជាយើងឈឺខ្លួនបន្តិចមែនតែអត់អីស៊ូបានហើយកន្លែងនេះគ្រួសារខ្ញុំគាត់ប្រាប់ថាឲ្យខ្ញុំចុះដើរទៅចុះទៅថតពីមុខប៉ុន្តែខ្ញុំប្រាប់គាត់ថាអត់ទេអត់ចុះទេពីព្រោះខ្ញុំអត់ហ៊ានចុះខ្លាចមានឆ្លើងពីព្រោះផ្លូវហ្នឹងមានសត្វក្បីមានអីដេកអញ្ចឹងខ្ញុំអត់ទុកចិត្តទេខ្ញុំខ្លាចឆ្លើងបន្ទាប់ពីជិះផុតកន្លែងហ្នឹងមកយើងក៏មកដល់មាត់សមុទ្រទេសភាពនៅមាត់សមុទ្រហ្នឹងពីព្រោះថា oyster ដែលខ្ញុំទៅរកថ្ងៃហ្នឹងគឺនៅជិតមាត់សមុទ្រហ្នឹងវាមិនមែននៅក្នុងសមុទ្រហ្នឹងទេគឺវានៅក្នុងព្រែកហ្នឹងវាក៏នៅជិតគ្នាដែរវានៅជាប់នឹងសមុទ្រហើយនេះគឺជាមុខខ្យងដែលខ្ញុំមកវាយហ្នឹងគឺវាមានតូចវាមានធំអញ្ចឹងទៅអ្នកទាំងអស់គ្នាអាហ្នឹងនៅខ្ញុំគេហៅថាខ្យងពងរុះអញ្ចឹងយើងរើសវាយើងរាវក្នុងទឹកមកហើយយើងយកវាយកមកវាយលើគោកអីអញ្ចឹងទៅឬក៏យើងឃើញមុខវានៅលើថ្មនៅក្នុងទឹកហ្នឹងយើងវាយវាយកមកហើយនេះប៉ារបស់ខ្ញុំគាត់ជាអ្នករាវហើយខ្ញុំហើយនឹងម៉ាក់របស់ខ្ញុំគឺជាអ្នកវាយវាដើម្បីយកសាច់ហើយវាក៏មិនធំណាស់ណាដែរប៉ុន្តែនៅពេលដែលយើងរាវចំអាធំមួយគឺវាមានមុខធំដូចតែខ្ញុំបង្ហាញនៅក្បាលវីដេអូហ្នឹងអញ្ចឹងហើយនេះគឺជាទស្សនវិជ្ជានៅក្នុងព្រែកទាំងមូលតែម្ដងក្មួយរបស់ខ្ញុំគាត់កំពុងតាពាត់មងនៅក្នុងព្រែកហ្នឹងអញ្ចឹងទៅហើយខ្ញុំជាមួយនឹងម៉ាក់ប៉ាខ្ញុំក៏កំពុងតែវាយខ្យងហ្នឹងអញ្ចឹងទៅហើយក្នុងព្រែកហ្នឹងក៏មានត្រីច្រើនដែរប៉ុន្តែខ្ញុំអត់បានថតជាប់នៅពេលដែលក្មួយរបស់ខ្ញុំគាត់ពាត់បានទេពីព្រោះថាយើងទុកទូរស័ព្ទនៅខាងលើអត់ហ៊ានយកចំមកក្រោមទេព្រោះខ្លាចវាធ្លាក់ទឹកអញ្ចឹងពេលដែលគាត់បានត្រីទៅគឺខ្ញុំយកទូរស័ព្ទទៅទុកនៅខាងលើហើយបងប្អូនឃើញទេសភាពកំពុងតា
ស្រស់ស្រាយអញ្ចឹងណាស្រាប់តាត្រូវភ្លៀងគឺភ្លៀងយកមកតែម្ដងចាគឺអត់មានមេឃស្ទុំអីភ្លាមទេគឺភ្លៀងយកមកហ្មងចាអញ្ចឹងទៅវាធ្វើឲ្យការថតវីដេអូរបស់ខ្ញុំហ្នឹងគឺវាអត់បានពេញលេញទេគឺខ្ញុំថតបានកាត់ពីព្រោះថាអាឡ័យតែមេឃភ្លៀងហើយយើងក៏បានរាវរកខ្យងនឹងដើម្បីយកទៅវាយបន្តនៅផ្ទះដែរអញ្ចឹងខ្ញុំនៅមានវីដេអូក្រោយទៀតដែលជាប្រភេទខ្យង oyster ដែលធំដែលរាវបានហ្នឹងគឺយកទៅវាយនៅផ្ទះគឺវាយនៅនឹងអត់តាន់ទេព្រោះវាល្ងាច